បាទសួស្តីស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយការខ្ញុំទៅលេងទីក្រុង Budapest ប្រទេសហុងគ្រីអញ្ចឹងហ្នឹងខ្ញុំចេញពីស្លូវេនៀទីក្រុង Maribo ទៅជាមួយជនជាតិឥណ្ឌូនេស៊ីម្នាក់គាត់ទៅលេង Budapest ដែរហើយធ្វើដំណើរប្រហែលជា6ម៉ោងបាទពី Maribo ទៅបានទៅដល់ទីក្រុង Budapest អញ្ចឹងមកដល់ Budapest ហើយគឺកន្លែងនេះយើងចាំជិះរថភ្លើងបន្តទៀតហើយដែលពិសេសគឺថាបើមកតែឯងអត់ហ៊ានមកទេព្រោះទីក្រុងនេះធំណាស់មកមិនស្រួលវិញតែយើងបាន friend បាទខ្ញុំម្នាក់គាត់រៀននៅហុងគ្រីនេះដែរគាត់មកទទួលណាមកកុំតបានគាត់ទេកុំឲ្យនឹងជីតនាទៅណីបាទមិនលេងសើចណាមុននឹងឡើងមកគឺតាក់តងទៅគាត់មុនជានិច្ចដោយសារគាត់នឹងប្រាប់ពីguideline មួយចំនួនដូចជាគាត់ follow up តាមផ្លូវរហូតពេលខ្ញុំធ្វើដំណើរតាមពីប្រទេសខ្មែររហូតដល់ស្លូវេនៀឥឡូវមកដល់ Budapest អញ្ចឹងបានគាត់ហ្នឹងឯងជួយណែនាំផ្សេងឥឡូវបានជិះរថភ្លើងមកដល់ហើយជាងធ្វើដំណើរទៅមកសាទៀតទៅកន្លែង apartment របស់បងប្អូនខ្មែរយើងដែលគាត់នៅទីហ្នឹងដែរបាទមកដល់ Budapest គឺមានអារម្មណ៍ថាកក់ក្ដៅដោយសារតែបានជួបបងប្អូនខ្មែរយើងហើយបងប្អូននិស្សិតដែលគាត់មកបន្តការសិក្សានៅប្រទេសហុងគ្រីហ្នឹងហើយចំណែកលោកគ្រូស្មីមិត្តភក្តិខ្ញុំហ្នឹងគាត់នៅគេ present ទេនៅឆ្ងាយគាត់ជិះមកទទួលខ្ញុំប្រហែលជា3ម៉ោងតាមប្រទេសភ្លើងរហូតមកដល់កន្លែងហ្នឹងបាទកន្លែង apartment គាត់នៅហ្នឹងគឺរាំងចាស់គេកន្លែងជួសជុលស្អាតហើយកន្លែងហ្នឹងគឺបានមកដល់គឺបាទស្វាគមន៍ដោយបងប្អូនបាទនិស្សិតដែលគាត់នៅចាំធ្វើម្ហូបចាំបាទនៅក្នុង apartment គាត់គឺថាយើងនឹងសាកនៅនឹងហ្នឹងប៉ុន្តែមកដល់ភ្លាមឬវ៉ាលីភ្លាមបាទទាញបាទសាច់ទាញអីប៉ុន្តែអត់ធ្វើម្ហូបអីទេបាទបងប្អូនស្រីៗគាត់ជំនាញខាងធ្វើមីគូកចឹងឲ្យគាត់ធ្វើមីគូកឲ្យញ៉ាំព្រោះតែនំប៉័ងហើយនឹង hot dog នំប៉័ង hot dog រហូតឥឡូវថ្ងៃហ្នឹងបាទឆៃមីជាតិយើងបាទញ៉ាំមីចប់ប្រុសប្រាចប់គឺយើងទៅផ្ទះរៀងខ្លួនបាទតែខ្ញុំពេលព្រឹកហ្នឹងគឺត្រូវងើបដោយសារកក់សមុទ្រតែភ្លើងទៅលេងទីក្រុងវៀតណាប្រទេសអូទ្រីសបាទពីអ្នកលោកគ្រូស្មីដោយសារគាត់កក់រួចរាល់ហើយចឹងយើងព្រឹកឡើងគឺងើបធ្វើដំណើរទៅកន្លែងបាទចំណតប្រទេសភ្លើងបាទពេលព្រឹកនៅ Budapest គឺតិចបាទរឹងតិចគួរសមដែរហើយយើងមកថតរូបលេងនៅមុខរាតែភ្លើងបាទកន្លែងចំណតធំមកគេព្រោះតែភ្លើងនេះគឺកន្លែង central ធំក្នុងការបំបែកទៅទីក្រុងផ្សេងចឹងដោយសារតែលោកគ្រូស្មីគាត់នៅនឹងគាត់ស្គាល់របៀបជិះរបៀបកក់របៀបមើលទូចឹងទៅបាទទាំងលឿនបាទយើងអាចចូលទៅក្នុងតែភ្លើងហើយត្រៀមធ្វើដំណើរទៅទីក្រុងវៀតណាមគេសួរថាមិនបានចង់ទៅលេងទីក្រុងវៀតណាមបាទដោយសារទីក្រុងវៀតណាមជាទីក្រុងល្បីមួយហើយវាគៀកនៅជិត Budapest ចឹងជិះប្រហែលជាតែ2ទៅ3ម៉ោងតាមតែភ្លើងគឺទៅដល់ចឹងយើងបានឆាប់ជិះទៅយើងអាចមើលទេសភាពពេលព្រឹកហ្នឹងទៅហើយទេសភាពតាមផ្លូវចេញពីទីក្រុង Budapest ទៅកាន់បាទទីក្រុងវៀតណាមហ្នឹងគឺមើលទៅទេសភាពទេបាទមានបានដេកទេបាទទេសភាពសុកស្រែភាគច្រើននៅទីក្រុងហ្នឹងគឺភាគច្រើនគឺដំណាំពូជហើយនឹងស្រូវសាលីចឹងដល់ខេត្តហ្នឹងគឺសម្បូរគេគឺគេច្រូតកាត់ប្រមូលផលផ្លែពូជណាដល់ពេលយើងជិះតាមផ្លូវយើងឃើញមានបាទកង្ហារអេឡិចត្រូនិកគេហ្នឹងបាទបើមើលវាស្រែគឺល្វឹងល្វើយដាច់ទួយភ្នែកចំណងហើយនៅក្នុងតំបន់មួយគឺមានកង្ហារខ្យល់អគ្គិសនីហ្នឹងនៅស្ទើរគ្រប់ទីកន្លែងហើយអង្គុយបណ្ដាមើលទេសភាពបណ្ដាបាទពីអ្នកលោកគ្រូស្មីបាទជជែកគ្នាពីនេះពីនោះបាទដោយសារតែខានជួបគ្នាយូរហើយគាត់មករៀននៅហុងគ្រីរៀងយូរដែរអញ្ចឹងឱកាសបានជួបជជែកគ្នាហូបកាហ្វេលើបាទតែភ្លើងហ្នឹងបាទមានយូរប្រហែលគឺយើងក៏បានមកដល់ station ទីក្រុងវៀតណាមហើយមកដល់ទីនេះភ្លាមគឺយើងចេញពីស្ថានីយ៍រថភ្លើងមកយើងចេញមកក្រៅគឺមានអារម្មណ៍ថាដូចចង់វែងបាទប៉ុន្តែមាន Google Map បាទសម្រាប់មើលផ្លូវហើយអ្វីដែលយើងធ្វើដំណើរទៅមុនគេគៀកបំផុតគឺ National Museum នេះបាទមកលេង National Museum មុនគេបាទទីតាំងក៏ល្អហើយបាទទេសភាពបាទគឺទៅស្រស់ស្អាតមកដល់ប្រទេសវៀតណាមនេះគឺ
clean ជាងគេមកបាទតើតើនឹងបរិយាកាសគូផ្សំនឹងអាកាសធាតុយ៉ាងត្រជាក់មកយើងបាទមើលទៅដូចបាទស្រស់ស្រាយបាទហើយយើងអត់បានចូលទៅក្នុងទេដោយសារដំណាក់កាលនេះគេកំពុងតែជួសជុលបាទកែកុនយើងគ្រាន់តែដើរមើលទីធ្លាខាងក្រៅទាក់ទងទៅនឹងសម្ភារៈគេដាក់ខាងក្រៅដូចជាយន្តហោះចម្បាំងដូចជារថក្រោះអាវុធផ្សេងបាទគេតាំងនៅខាងក្រៅគឺដើរមើលចប់បន្តពីនេះយើងនឹងទៅកន្លែងល្បីៗស្អាតៗជាច្រើនទៀតប៉ុន្តែពេលនេះសូម slash ត្រឹមនេះសិនដោយសារតែបាទកុំឲ្យវីដេអូនេះវែងពេកហើយជួបគ្នានៅវីដេអូផ្លែកៗបន្តទៀត